សិល្បៈគុណខ្មែរសិល្បៈគុណខ្មែរជាគេដំណើរពីដូនតាមានប្រវត្តិដ៏យូរលង់មានប្រវត្តិដ៏អស្ចារ្យសិល្បៈក្បាច់គុណដែលល្បីក្នុងលោកកាប្រទេសជាច្រើននៅក្នុងលោកតែតែពុទ្ធសាសនាថាក្បាច់គុណខ្មែរខ្លាំងរៀបដូចតម្រៃខ្សែគ្រាន់តែវាយមកដៃផាំងលំជើងយើងក្បាលចំគង់ហោះកែងឆេះអាចស្លាប់បាត់សងខាយវាបាត់គុំទុយអកែមកខ្លាំងដូចខ្លាយគ្រាន់តែលឺតែខ្មែរវាយណាខ្លាញ់ញ័យដូចឆ្មាបាច់ខ្មែរពិតជាខ្លាំងមិនមែនតែខ្ញុំចេះតែថាបើមិនជឿសាក់មើលទឹកតែខ្លាំងប៉ុណ្ណាវាច់ជាមួយទៅមួយមិនក៏ព្រៃខ្លាញ់ណាស់ណាមិនក៏ព្រៃខ្លាញ់ណាស់ណាទេយើសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរគាត់ទៅភ្លេចទៅគុំផ្លាដែលញាក់ជើងអត្រេតហត់ទៅតាក់មួយជើងមកឲ្យកាប់ប្រចាំរត់តបទៅកំភ្លើងគេបាញ់ខាងកណ្ដាប់ដៃមហាកម្លាំងខ្លាំងដូចរត់ក្រោះក៏ឡាប់សក់ឲ្យបកព្រាមឈាមដូចជាពុះអស់ហោឈាមមិនតាមចំមោះស្ទុះហូទាំងអស់គ្នាតែមើលគ្រប់ចោលឡើងផ្ទះដៃមីនីមនីឲ្យលន់មាត់គ្នាទៅកម្ពុជាពិតជាខ្លាំងមើលគូប្រកួតសន្លប់ដូចជាត្រីអាំងប៉ះអ្នកខ្លាំងដូចជាត្រីអាំងដូចជាត្រីអាំងយ៉ាងងាយយ៉ាអរគុណសិល្បៈគុណខ្មែរយ៉ាឲ្យសិល្បៈគុណខ្មែរយ៉ាសិល្បៈគុណខ្មែរយ៉ាសិល្បៈគុណខ្មែរបាច់គុណបុរាណខ្មែរជាគេដំណើរពីដូនតាមានប្រវត្តិដ៏យូរលង់មានប្រវត្តិដ៏អស្ចារ្យបាច់គុណបុរាណខ្មែរមានកំឡុងពីណាស់ណាបានមកសល់ទុកមកឆ្លាក់លើប្រាំងសិលាការពីប្រទេសជាតិមាតុភូមិដែនដីដ៏អស្ចារ្យទុកឲ្យក្មេងជំនាន់ក្រោយហាត់រៀនថែរក្សាត្រូវតែចងចាំទុកគេដំណើរពីដូនតាកុំឲ្យគុណខ្មែរនេះបាត់បងលិចលោកនេះត្រីមច្ឆាបាត់ទៅនៅក្នុងទឹកត្រឹមហែឲ្យឆ្លេឆ្លាថែគុណខ្មែរឲ្យល្បីដូចបាសីហោះហើរលើវិហារឲ្យមានស្លាយទៅទូចាំងលោកកាឲ្យគេពោលសរសើរថាអស់ចាមែនគុណខ្មែរសិល្បៈគុណខ្មែរជាគេដំណើរពីដូនតាមានប្រវត្តិដ៏យូរលង់មានប្រវត្តិដ៏អស្ចារ្យសិល្បៈក្បាច់គុណដែលល្បីក្នុងលោកកាប្រទេសជាច្រើននៅក្នុងលោកតែតែពុទ្ធសាសនាថាក្បាច់គុណខ្មែរខ្លាំងរៀបដូចតម្រៃខ្សែគ្រាន់តែវាយមកដៃផាំងលន់ថ្មងលងឿងក្បាលជង្គង់ហោះកែងឆេះអាចស្លាប់បាត់សងខាយវាវត្តកំទុយអកែងមកខ្លាំងដូចខ្លាយគ្រាន់តែលឺតែខ្មែរវាយណាខ្លាញ់ញ័យដូចឆ្មាក្បាច់ខ្មែរពិតជាខ្លាំងមិនមែនតែខ្ញុំចេះតែថាបើមិនជឿសាក់មើលទឹកតែខ្លាំងប៉ុណ្ណាវាច់ពីមួយទៅមួយ